បើល្អម្លឹងបានលុយច្រើនអញ្ចឹងត្រូវចងចាំថាគេអត់ប្រាប់យើងទេត្រូវបងប្អូនអរគ្នាសំណួរនេះល្អខ្លាំងមែនទែនបច្ចុប្បន្នត្រូវចងចាំថាមានវិស័យដែលអាចរកចំណូលបានជាច្រើនតែគេអត់ប្រាប់យើងទេព្រោះដោយសារតែនៅពេលដែលគេប្រាប់គឺនឹងធ្វើឲ្យគេពិបាកនៅក្នុងការរកស៊ីបើសិនជានៅក្នុងវិស័យ Forex ឬក៏វិស័យ trading ហ្នឹងនៅពេលដែលខ្ញុំប្រាប់ឬក៏ផ្សព្វផ្សាយទៅវាធ្វើឲ្យខ្ញុំពិបាកក្នុងការជួញដូរជាងមុនពិបាកនៅក្នុងការរកចំណូលជាងមុនប្រកាសណាស់មិនថាទាំងខ្ញុំមិនថាទាំងអ្នកដែលស្គាល់ទៅវិស័យ Forex ពីមុនមកគឺគេនឹងមិនផ្សព្វផ្សាយទេប៉ុន្តែត្រូវចាំថានៅក្នុងវិស័យ Forex ចរន្តសាច់ប្រាក់មួយថ្ងៃរាប់ trillion ហើយចរន្តសាច់ប្រាក់នេះគឺជាចរន្តសាច់ប្រាក់ទូទាំងពិភពលោកឬហៅចរន្តសាច់ប្រាក់ទូទាំងពិភពលោកនៅក្នុងការ trading អញ្ចឹងបើសិនជាបងប្អូនខ្មែរយើងនៅពេលដែលពួកខ្ញុំផ្សព្វផ្សាយទៅបងប្អូនអាចសិក្សាហើយអាចរកចំណូលបានពីវាកាន់តែច្រើនវាកាន់តែជួយជំរុញទៅលើសេដ្ឋកិច្ចរបស់ប្រទេសជាតិយើងក៏ដូចជាជំរុញសេដ្ឋកិច្ចរបស់ពួកគាត់ដូចគ្នាដែរតែចាំថានៅពេលដែលបងប្អូនយើងគាត់ trade ចំណេញវាអត់មានប៉ះពាល់ទៅដល់ប្រយោជន៍របស់ខ្ញុំទេវាមានប៉ះពាល់ដល់ប្រយោជន៍ប្រទេសជាតិយើងទេបើសិនជាពួកគាត់ចំណេញកាន់តែច្រើនគឺកាន់តែល្អដូចគ្នាហើយក៏នៅក្នុងវិស័យ Forex ក៏ខ្ញុំអត់បាននិយាយថាវាងាយស្រួលដែរងាយស្រួលក្នុងការរកចំណូលដែរវាត្រូវទាមទារឲ្យយើងមានចំណេះដឹងទាមទារឲ្យយើងមានបទពិសោធន៍ជាមួយនឹងទីផ្សារទាមទារឲ្យយើងរៀនឲ្យបានត្រឹមត្រូវរៀនឲ្យបានល្អអានេះហើយទើបយើងអាចរកចំណូលបានអញ្ចឹងការរកស៊ីមួយក៏ដោយមិនថាធ្វើអីក៏ដោយវាអត់មានអីងាយស្រួលពេកទេវាត្រូវការយើងលះបង់នៅក្នុងការសិក្សាខ្លះអញ្ចឹងបងប្អូនត្រូវចាំថាបើសិនជាការដែលមុខរបរមួយដែលគេរកចំណូលបានហើយនៅពេលដែលគេផ្សព្វផ្សាយទៅប៉ះពាល់ដល់ប្រយោជន៍គេគឺគេនឹងអត់ប្រាប់យើងទេប៉ុន្តែនៅក្នុងវិស័យមួយនេះវាខុសគេវិស័យ Forex ហ្នឹងឬក៏វិស័យ crypto ផ្សេងៗបើសិនជាប្រជាពលរដ្ឋយើងរកលុយបានកាន់តែច្រើនពីវិស័យមួយហ្នឹងគឺវាកាន់តែល្អឲ្យតែចំណេញកុំឲ្យតែខាតបើខាតវានឹងប៉ះពាល់ប្រយោជន៍ទៅលើប្រជាពលរដ្ឋយើងវិញទេបើសិនជាចង់បានចំណេះដឹងទៅលើការ trading កុំភ្លេច subscribe ក៏ដូចជា follow ទៅលើរៀន trade ដើម្បីទទួលបានវីដេអូនៅក្នុងការ trading